និយាយឲ្យត្រង់ទៅខ្ញុំមិនមែនជាមនុស្សដែលធ្លាប់ស្វែងរកផលិតផលបង្កើនសមត្ថភាពផ្លូវភេទនោះទេខ្ញុំតែងតែគិតថាការប៉ះពាល់របស់ទាំងនោះមានន័យថាខ្ញុំខ្សោយរួចទៅហើយប៉ុន្តែនៅពេលដែលខ្ញុំជួបប្រទះបញ្ហានៃការឆាប់ចេញទៅកាមជាប្រចាំខ្ញុំបានដឹងថាការជៀសវាងវានឹងមិនមែនជាដំណោះស្រាយអ្វីនោះទេអ្វីៗបានបញ្ចប់លឿនពេកមិនទាន់បានមួយនាទីផងអារម្មណ៍ខ្ញុំមិនទាន់ដល់ចំណុចកំពូលផងស្រាប់តែចេញបាត់វាមិនមែនតែម្ដងទេប៉ុន្តែម្ដងហើយម្ដងទៀតខ្ញុំមានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងណាស់អ្វីដែលខ្ញុំខ្លាចបំផុតគឺភាពស្ងៀមស្ងាត់របស់ប្រពន្ធខ្ញុំគ្មានការតេះដៀគ្មានពាក្យស្ដីបន្ទោសទេប៉ុន្តែនោះហើយជាអ្វីដែលធ្វើឲ្យខ្ញុំតានតឹងខ្លាំងបាំប៊ូឌីលេបានមករកខ្ញុំនៅចាន់ដននៅយប់មួយខ្ញុំកំពុងអូសមើល Facebook ហើយបានឃើញការបង្ហោះមួយនៅក្នុងក្រុមឯកជនសម្រាប់បរិះរៀបការវាមិនមែនជាការផ្សព្វផ្សាយពាណិជ្ជកម្មទេគ្រាន់តែជាបទពិសោធន៍ពិតប៉ុណ្ណោះអ្វីដែលទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំគឺថាវានាំចូលពីសហរដ្ឋអាមេរិកហើយវាជាថ្នាំបាញ់ខាងក្រៅមិនមែនជាថ្នាំផឹកនោះទេខ្ញុំបានស្រាវជ្រាវវាបន្ថែមទៀតដោយពិនិត្យមើលប្រភពដើមនិងការប្រើប្រាស់ព័ត៌មានគឺច្បាស់លាស់និងសាមញ្ញអ្វីដែលសំខាន់បំផុតនោះគឺថ្នាំនេះមានឥទ្ធិពលផ្ទាល់ហើយមិនប៉ះពាល់ដល់រាងកាយទាំងមូលទេលើកដំបូងដែលខ្ញុំប្រើវាខ្ញុំមានអារម្មណ៍ថាថយចុះភាពរសើបបន្តិចគ្រាន់តែជាអារម្មណ៍ស្ពឹកមិនមែនជាភាពបន្ទ្រោះឬក្រហាយនោះទេខ្ញុំលែងមានអារម្មណ៍តានតឹងខ្លាចឆាប់ចេញទៀតហើយបន្ទាប់ពីប្រើបាន2 3 ដងការផ្លាស់ប្ដូរដ៏ធំបំផុតគឺទំនុកចិត្តកាន់តែខ្លាំងរបស់ខ្ញុំនិងការពិតដែលថាវាមានរយៈពេលរហូតដល់ទៅ30នាទីខ្ញុំមានអារម្មណ៍ស្រួលនិងមានទំនុកចិត្តជាងមុនរាល់ពេលដែលខ្ញុំរួមភេទជាមួយប្រពន្ធខ្ញុំឥឡូវនេះខ្ញុំអាចគ្រប់គ្រងរយៈពេលនៃការរួមភេទនិងមានភាពសកម្មជាងមុនប្រពន្ធខ្ញុំមិននិយាយអ្វីទេប៉ុន្តែខ្ញុំអាចមានអារម្មណ៍ខុសគ្នាយ៉ាងច្បាស់ខ្ញុំមិនមែនកំពុងនិយាយថាបាំប៊ូឌីលេជាអពុធភេទនោះទេប៉ុន្តែសម្រាប់អ្នកដូចជាខ្ញុំដែលធ្លាប់បាត់បង់ការគ្រប់គ្រងក្នុងពេលរួមភេទផលិតផលដែលនាំចូលពីសហរដ្ឋអាមេរិកដែលធ្លាប់បំពេញតម្រូវការរបស់ខ្ញុំគឺពិតជាមានតម្លៃសម្រាប់សាកល្បង